សួស្តីអ្នកគ្នាខ្ញុំបានលើសម្រាប់រឿងថ្ងៃនេះខ្ញុំបានលើករឿងមួយខ្ញុំសម្រាប់និយាយទៅខ្ញុំមិនដឹងថាដាក់ចំណងជើងមិនសមទេអញ្ចឹងចាំពេលខ្ញុំដឹងថាដាក់ចំណងជើងមិនសមចាំខ្ញុំដាក់ជួនអញ្ចឹងទៅហើយសូមតជួបសម្លេងរំខានផងតែយើងចូលស្អីរឿងទាំងអស់គ្នាតែដល់ស្អីនេះខ្ញុំបានឃើញនៅរីម្នាក់ដែលបានផ្ញើមកជំវិញខ្លួនទៅថាឃើញនៅជំវិញខ្លួនមានអីផ្លែអញ្ចឹងទៅហើយក៏បានយកកញ្ចក់មកឆ្លោះមើលខ្លួនអញ្ចឹងទៅនៅពេលហ្នឹងក៏មានអ្នកបម្រើមួយដែលបានចូលមកហៅនារីម្នាក់ហ្នឹងថាយូអញ្ចឹងខ្ញុំសុំហៅនារីម្នាក់ហ្នឹងថាយូតាមគេដែរសិនអ្នកគ្នាដល់ពេលដែលយូលឺអ្នកបម្រើហៅខ្លួនថាយូអញ្ចឹងក៏ចាប់ផ្ដើមនឹកឃើញដល់រឿងប្រឡងលោកហើយគាត់ថាខ្លួនឯងបានឆ្លងចូលក្នុងរឿងប្រឡងលោកហើយជាទូចិត្តអាក្រក់អីអញ្ចឹងទៅនៅពេលដែលអ្នកបម្រើកំពុងរៀបចំខ្លួននៅយូក៏បានគិតថាតួអង្គរបស់ខ្លួនហ្នឹងគឺជាមនុស្សអាក្រក់ធ្វើបាបមនុស្សជុំវិញខ្លួនអីចឹងទៅហើយតួអង្គរបស់យូហ្នឹងគឺឆាប់ស្លាប់អញ្ចឹងយូខំប្រឹងធ្វើអ្វីដើម្បីកុំឲ្យខ្លួនឯងឆាប់ស្លាប់អីចឹងទៅនៅពេលនោះយូក៏បានគិតថាតាំងពីខ្លួនមកដល់ទីនេះអ្វីដែលសំខាន់គឺជួយសង្គ្រោះជីវិតខ្លួនឯងហើយក៏បានគិតថារាងកាយរបស់ម្ចាស់ដើមទៅរៀបការធ្វើជាប្រពន្ធចុងរបស់ស្ដេចហើយទៅចូលពេលដំណើរជាមួយនឹងនាងស៊ីហើយគិតថាចង់ប្រកួតប្រជែងជាមួយនឹងនាងស៊ីដើម្បីដណ្ដើមភាពជាតួឯកដើម្បីដណ្ដើមយកបេះដូងរបស់ព្រះអង្គម្ចាស់នៅបន្តគិតថាអ្នកនាងស៊ីហ្នឹងមិនដឹងទេដែលយូនៅខ្ពស់ជាងអ្នកនាងស៊ីហើយជាស្ថានភាពចាប់ផ្ដើមសម្រាប់អ្នកនាងយូដើម្បីផ្លាស់ប្ដូរប្រឡំលោកបន្ទាប់ពីគិតដូច្នោះហើយយូក៏ចាប់ផ្ដើមសប្បាយចិត្តអីចឹងតែក៏គិតថាហេតុអ្វីខ្លួនមិនបានអានរឿងប្រឡំលោកនេះឲ្យជាប់តើបមិនសូវដឹងព័ត៌មានលម្អិតរបស់តួស្រីទេនេះគឺជាគុណវិបត្តិហើយនៅបន្តនិយាយថានេះមិនអាចធ្វើបានទេហើយពេលនោះមានអាមាត្យម្នាក់មកប្រាប់ថាយប់នេះគឺជាវេនរបស់យូសម្រាប់បម្រើព្រះអង្គម្ចាស់អញ្ចឹងណាហើយប្រាប់យូថាកុំធ្វើឲ្យព្រះអង្គម្ចាស់អសប្បាយចិត្តចំពោះយូអីចឹងទៅយូគ្រាន់តែឮថាបានប្រើព្រះអង្គម្ចាស់ក៏ចាប់ផ្ដើមគិតសត្រូវរបស់សត្រូវគឺជាមិត្តជំនួសឲ្យការប្រគល់ប្រជែងអ្នកដឹកនាំស្ត្រីដែលមានវាសនាសម្រាប់តួប្រុសដែលបេះដូងខ្ញុំមិនដឹងខ្ញុំមិនអាចសាកល្បងវិធីផ្សេងដោយគិតថាយូពីមុនបដិសេធអុកញ៉ាម្ដងហើយម្ដងទៀតហើយថាខ្លួនត្រូវប្រយ័ត្នពីពេលនេះតទៅហើយបានគិតថាខ្លួនបានរៀបចំគម្រោងការហើយជំហានដំបូងគឺដើម្បីយកឈ្នះចំណាប់អារម្មណ៍និងទំនុកចិត្តកាត់មកពេលដែលយូចុះពីក្រេស្នេហ៍ហើយបានគិតថាខ្ញុំបានរៀបចំផែនការគ្រប់យ៉ាងជាមួយនឹងចំណុចរបស់ខ្ញុំមិនជឿថាខ្ញុំមិនអាចល្បងព្រះអង្គម្ចាស់បានទេកាត់ពេលដែលយូបានចូលដល់ដំណាក់របស់ព្រះអង្គម្ចាស់ខ្ញុំមើលទៅទីនោះដូចជាមានភាពស្ងប់ស្ងាត់ទោះបីយូខំប្រឹងថ្វាយបង្គំព្រះអង្គម្ចាស់ប្រមាណដងក៏ដោយអមហេតុម្នាក់នឹងឃើញតោះចិត្តពេកក៏បានប្រាប់ព្រះអង្គថាអ្នកនាងយូនៅទីនេះហើយដល់ពេលនោះព្រះយក្សដែលត្រូវជាព្រះអង្គម្ចាស់របស់យើងបានតបយ៉ាងគំរូគំរើយមកកាន់អាចារ្យយូធ្វើឲ្យអាចារ្យយូភ័យមិនស្ទើរទេហើយក៏មានអង្គរៈ2នាក់មកចាប់អាចារ្យយូយើងចេញទៅហើយអាចារ្យយូក៏ផ្លឹកស្អែកប្រាប់ថាខ្ញុំមិនទាន់ចង់ស្លាប់ទេហើយព្រះអង្គម្ចាស់ក៏បានតបមកវិញថាតើបើយូអត់ប្រាគាត់ចឹងយូទៅសម្លាប់មែនហើយអាម៉ាតនៅទីហ្នឹងក៏និយាយថាបាទហើយយូក៏បានគិតថាខ្លួនជាអធិរាជមិនចាំសួរអាម៉ាតចឹងរឿងហ្នឹងគឺទៅតែដឹងហើយនៅពេលអ្នកយាមបានលឺអញ្ចឹងក៏សុំទៅព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់ក៏បានដេញអ្នកនៅក្នុងហ្នឹងឲ្យចេញអីចឹងទៅហើយនៅពេលនោះក៏និយាយបានចេញអីចឹងទៅនៅតែយូនៅក្នុងដំណាក់ហ្នឹងម្នាក់ឯងយូក៏បានគិតថាមានអ្វីកាត់ឡើងហើយបានដើរទៅរកព្រះអង្គម្ចាស់ហើយបានគិតថារូបរាងបែបនេះអ្នកនិពន្ធត្រូវតែជាអ្នកប្រៀបធៀបសម្រស់រូបរាងគាត់មើលទៅសង្ហាណាស់សូម្បីតែព្រះអាយកលនឹងដោះលែងគាត់ប្រសិនបើគាត់ជាអធិរាជគាត់មើលទៅធំពេកដើម្បីខ្លាចជាមនុស្សអាក្រក់នៅពេលនោះព្រះអង្គម្ចាស់ក៏និយាយទៅកាន់យូថាអ្នកនៅទីនោះយូគ្រាន់តែលឺក៏ភ័យមិនស្ទើរដែរហើយលុតជង្គង់ចុះព្រះអង្គម្ចាស់ក៏សួរថាតើជាព្រះនាងយូមែនទេហើយនិយាយថាអ្នកសម្រាប់លើកអត់មួយយប់សិនចុះយូបានត្រឹមតែកាត់ពាក្យតែព្រះអង្គនិយាយថានៅលើអត់ហើយគាត់ថយក្រោយអ្នកនៅទីនោះហើយបានគិតថាគាត់និយាយថាអ្នកនៅទីនោះតែវាអាចជាគាត់ក៏ហើយក៏បាននិយាយទៅព្រះអង្គម្ចាស់វិញថាព្រះអាយកោព្រះអង្គក៏ត
តបមកវិញថាមានអ្វីផ្សេងទៀតមែនទេយូក៏បាននិយាយទៅវិញថាតើត្រង់សប្បាយជាទេភ្លាមមកព្រះអង្គម្ចាស់ក៏បានងើបដោយសម្លឹងមុខយូឆ្ងល់អញ្ចឹងទៅហើយក៏បាននិយាយទៅកាន់យូវិញថាខ្ញុំមិនអីទេហើយអ្នកដល់ពេលហ្នឹងរឿងក៏បានកាត់មកក្រាបដំណាក់ដែលបានឃើញខ្ញុំមិនដឹងថាអាម៉ាតឬក៏មហាថ្លឹកទេអញ្ចឹងខ្ញុំសុំហៅថាមហាថ្លឹកសិនចុះដែលបានសួរទៅអ្នកបម្រើរបស់អ្នកនាងយូថាមកឃើញអ្នកនាងយូមកអញ្ចឹងអ្នកបម្រើថាអ្នកនាងយូកំពុងតែនៅខាងក្នុងហើយបរិមម្នាក់ហ្នឹងក៏បានគិតថាម្ដេចក៏ថ្ងៃនេះយូនៅជាងរដងអីចឹងទៅហើយក៏បានកាត់មកកាន់យូយើងវិញដែលបាននិយាយជាមួយនឹងព្រះអង្គម្ចាស់ដល់ពេលនេះយើងក៏បានកាត់ដៃយូថាព្រះអង្គម្ចាស់ក៏ជាអ្នកដែលឆ្លងភពមកក្នុងរឿងប្រឡងលោកមួយនេះដែរហើយព្រះអង្គម្ចាស់ក៏បានរៀបរាប់ថាគាត់គឺជា CEO ហើយបន្តនិយាយថាខ្ញុំមានជីវិតល្អប្រសើរតើខ្ញុំបញ្ចប់ដោយរបៀបណានៅពេលដែលគ្មានម៉ាស៊ីនកម្ដៅទឹកខ្ញុំកំពុងតែរងចាំការស្លាប់ជាមួយនឹងសាច់ដុំខួរក្បាលយូក៏បាននិយាយថាស្ងៀមស្ងាត់ជំងឺរបស់អ្នកមិនមែនបណ្ដាលមកពីសាច់នោះទេវាបណ្ដាលមកពីដុំសាច់សង្កត់សរសៃប្រសាទរបស់អ្នកគួរតែមានរោគសញ្ញាផ្សេងព្រះអង្គម្ចាស់ក៏បាននិយាយថាប៉ិតទេតើអ្នកប្រកាសទេយូក៏បានថាតែវាគ្រាន់តែជាការទាយគិតក្នុងផ្លូវអវិជ្ជមានព្រះអង្គម្ចាស់ក៏បាននិយាយទៅកាន់យូវិញថាតើអ្នកបានអានវាទេតើស្ថានភាពបច្ចុប្បន្នរបស់ខ្ញុំជាអ្វីយូក៏បាននិយាយថាខ្ញុំគ្រាន់តែបានឆ្លងកាត់វានិយាយឲ្យសាមញ្ញទៅម្ដាយរបស់អ្នកស្លាប់អ្នកប្អូនប្រុសរបស់អ្នកស្លាប់អ្នកនិងប្រពន្ធចុងរបស់អ្នកបើយោងតាមប្រឡងលោកដើមខ្ញុំក៏ស្លាប់អ្នកដែរដល់ពេលនោះព្រះអង្គម្ចាស់ក៏បាននិយាយទៅវិញថាតើខ្ញុំបានធ្វើអ្វីយូក៏បាននិយាយទៅថានិយាយទៅព្រះចៅអធិរាជមិនមែនជាម្ដាយបង្កើតរបស់អ្នកទេដូច្នេះនាងមិនដែលបង្រៀនអ្នកបានល្អទេអ្នកមានជំងឺនោះតែងតែជ្រក់វង្វេងនិងវង្វេងស្មារតីនិងឆ្លុះវង្វេងឈាមមន្ត្រីស្មោះត្រង់ទាំងអស់នោះខ្លះត្រូវបានសម្លាប់និងខ្លះត្រូវបាននិរទេសអ្នកថែមទាំងមានគោលនយោបាយគំរាមអ្នកត្រូវបានសម្លាប់ដោយព្រះអង្គម្ចាស់ដួនខ្ញុំមិនដឹងថាខ្ញុំអានទៅអត់ទេចឹងសូមអធិស្ឋានផងអ្នកគ្នាឥឡូវចូលសាច់រឿងយើងបន្តទៀតដល់ពេលនោះយូក៏បន្តនិយាយថាខ្ញុំត្រូវបានគេបញ្ជូនមកក្នុងវាលជាកូនបញ្ចាំខ្ញុំមិនមានច្រើនតែនៅក្នុងរឿងប្រឡំលោកនៅពេលដែលអ្នកស្លាប់ខ្ញុំត្រូវបានគេយកបញ្ចុះជាមួយនឹងអ្នកព្រះអង្គម្ចាស់ក៏បាននិយាយទៅវិញថាខ្លួនជាអធិរាជគ្រាន់តែសម្លាប់ចោលអ្នកដែលរៀងផ្លូវទៅគឺវាចាប់បាត់ទៅហើយយូក៏បាននិយាយទៅវិញថាវាមិនងាយស្រួលទេក្នុងការសម្លាប់ព្រះអង្គម្ចាស់ដួនក៏ព្រោះតែព្រះអង្គម្ចាស់ដួនគឺជាអ្នកដឹកនាំអ្នកធ្វើបដិវត្តជាមួយនឹងព្រះអង្គម្ចាស់ដើម្បីដណ្ដើមសិទ្ធិគ្រងរាជ្យឬក៏ទឹកដីអញ្ចឹងទៅហើយណាមួយនៅក្នុងរឿងប្រឡងលោកគេសរសេរអំពីពួកគេជាច្រើនបើយើងសម្លាប់ទៅធ្វើឲ្យប្រឡងលោកហ្នឹងវាខូចអញ្ចឹងឬក៏អាចនឹងប្រែប្រួលទៅមុខទៀតយូក៏បានថាខ្លួនបានផ្លាស់ប្ដូរក្នុងរឿងហ្នឹងបានតែបន្តិចបន្តួចទេព្រះអង្គនិយាយថាតាំងពីខ្លួនចូលមកដូចជាអត់មានអ្វីប្រែប្រួលទេអញ្ចឹងប្រហែលជាអ្នកទាំងពីរនោះក៏មិនមានអ្វីប្រែប្រួលដែរតួអង្គមួយដែលឈ្មោះស៊ីហ្នឹងគឺខ្ញុំសុំហៅថាអ្នកនាងស៊ីនិយាយទៅឲ្យតែប្រពន្ធស្អែកខ្ញុំសុំហៅអ្នកនាងទាំងអស់ណាគ្នាហើយបានគិតថាតើនាងស៊ីនៅតែធ្វើចំណាកស្រុកនឹងព្រះអង្គម្ចាស់ដួនដែរទេចុះបើគ្មានផ្លូវដែនវិញហើយរឿងរបស់យើងក៏បានកាន់មកថ្ងៃបន្តលើសាលាជីហួនយើងបានរឿងនារីម្នាក់បាននិយាយទៅកាន់នារីម្នាក់ថាសប្តាហ៍ថ្ងៃនេះព្រះអង្គម្ចាស់មិនមានចរាក្រទេឬហើយអ្វីបានជាគាត់សម្រេចចិត្តព្រាមនឹងការរៀបចំពិធីជប់លៀងហើយនារីម្នាក់ទៅក៏បាននិយាយទៅវិញថាតើអ្នកមិនបានទទួលព័ត៌មានទេឥឡូវយើងមកស្គាល់ឈ្មោះតួអង្គទាំងពីរនាក់ហ្នឹងដែលម្នាក់ពាក់អាវពណ៌កញ្ជូឈ្មោះថាស៊ូម្នាក់ពាក់អាវពណ៌ខៀវគឺឈ្មោះថាវិននិយាយទៅខ្ញុំមិនដឹងថាអានខុសឬត្រូវទេចាំខ្ញុំដាក់ឈ្មោះនៅលើនឹងឲ្យឥឡូវយើងបន្តសេចរឿងទាំងអស់គ្នាខ្ញុំបានឮថាព្រះអង្គមិនស្រួលប្រតិកាលពីយប់មិញព្រឹកឡើងទ្រង់បានប្រគល់តំណែងព្រះមហាក្សត្រីឲ្យទៅព្រះនាងយូនាងជាមនុស្សស្ងៀមស្ងាត់មិននឹកស្មានដល់អ្នកណាដឹងថានាងប្រើល្បិចអ្វីខ្លះដើម្បីបង្រួបចិត្តរបស់ព្រះអង្គដល់ពេលនោះក៏ព្រះអង្គហើយនឹងព្រះមហាក្សត្រីយូតែខ្ញុំសូមហៅអ្នកនាងយូដដែលបានដើរចូលមកក្នុងកម្មវិធីហើយព្រះអង្គក៏បាននិយាយថាឲ្យចាប់ផ្ដើមកម្មវិធីអាម៉ានៅទីនោះក៏បាននិយាយថាចាប់ផ្ដើមកម្មវិធីអញ្ចឹងដល់ពេលនោះយូក៏បាននិយាយខ្សឹបៗជាមួយនឹងព្រះអង្គថាប្រសិនបើអ្នកទាំងពីរផ្លាស់ប្ដូរតទៅទាំងអស់គ្នាមានឆ្នាំងកម្ដៅនិងលេងបៀនឹងរីករាយជាមួយនឹងជីវិតដ៏រីករាយជាមួយនឹងដាសៀវនិយាយទៅខ្ញុំមិនដឹងថាអានខុសឬត្រូវទេហើយខ្ញុំមិនដឹងថាកន្លែងហ្នឹងគេចង់និយាយពីអ្វីដែរព្រះម្ចាស់ក៏បាននិយាយទៅវិញថាសូមសារដំបូងពួកវាម្ដងមួយនៅពេលក្រោយហើយឲ្យយូយើងជួយមើលថាអ្នកណាជាអ្នកនាងស៊ីយ
យូរក៏បាននិយាយថាខ្ញុំរកនាងឃើញហើយព្រះអង្គម្ចាស់ក៏បាននិយាយថាមិនអីទេខ្ញុំនឹងចាប់ផ្ដើមឥឡូវនេះហើយព្រះអង្គម្ចាស់ក៏បាននិយាយទៅកាន់អ្នកនៅទីនោះនិយាយទៅកន្លែងហ្នឹងខ្ញុំសុំកាត់ចោលដោយសារតែវាអត់មានអីសំខាន់ប៉ុន្មានទេទៅពេលដែលព្រះអង្គម្ចាស់និយាយចប់យូរក៏បានសរសើរថានេះពិតជាសមជា CEO ពិតមែនហើយព្រះអង្គម្ចាស់ក៏បាននិយាយទៅកាន់យូវិញថាដល់វេនរបស់អ្នកហើយយូក៏បានមួយថ្ងៃមួយងក់ហើយនិយាយទៅកាន់ព្រះអង្គម្ចាស់ថាបរិយាកាសគឺត្រឹមត្រូវហើយមិនអោយបងស្រីឯទៀតច្រៀងនិងរាំបង្ហាញទៅកុសលរបស់ពួកគេព្រះអង្គម្ចាស់ក៏បានតបទៅវិញថាត្រូវហើយគំនិតល្អបើអ្នកណាធ្វើមិនបានល្អក៏ពួកគេនឹងកន្លែងនៅពេលនោះនាងស៊ីបានឡើងមកដើម្បីធ្វើភ្លេងវិវត្តជូនទៅកាន់ព្រះអង្គនៅពេលនោះព្រះអង្គក៏យកព្រមឲ្យនាងស៊ីលេងឲ្យស្ដាប់នៅពេលដែលនាងស៊ីកំពុងតែលេងនៅទីនោះក៏ភ្ញាក់ផ្អើលជាមួយនឹងស្នាដៃរបស់នាងស៊ីខ្លាំងមែនទែនខុសតែតួអង្គទាំងពីរនាក់យើងគឺអ្នកនេះអាចមើលបានតើអ្នកគ្នាកុំឲ្យទៅប៉ែមួយខ្ញុំច្រើនតែឥឡូវយើងតសេចក្ដីទាំងអស់គ្នាពេលដែលនាងស៊ីបានលេងចប់ព្រះអង្គក៏បានលើកភាសាដើម្បីអបអរសាទរហើយក៏បាននិយាយថាអស្ចារ្យតើគីតានិយាយតាមផលផងគឺតួស្រីរបស់យើងបានក្តិចមួយដោយសារតែច្រឡំនិយាយពាក្យបច្ចុប្បន្ននេះចឹងទៅហើយទូប្រុសបានកែពាក្យថាភីប៉ាតែខ្ញុំមិនសូវដឹងប៉ុន្មាននោះទេតែព្រះនាងស៊ីទេពកោសលណាស់ព្រះនាងស៊ីក៏បានអរគុណព្រះអង្គម្ចាស់ហើយក៏បានដើរត្រឡប់ទៅវិញជួបគ្នាជាមួយនឹងព្រះអង្គម្ចាស់ឌួនព្រះអង្គម្ចាស់ឌួនកំពុងតែដើរមកគោរពព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់ក៏បានគិតថាទីបំផុតអ្នកនៅទីនេះហើយយូក៏បានគិតក្នុងចិត្តថាបើព្រមអ្នកនេះដូចយើងដែរការសម្ដែងរបស់គាត់គឺគួរឲ្យចាប់អារម្មណ៍ណាស់ហើយព្រះអង្គម្ចាស់ឌូក៏បានជម្រាបសួរព្រះអង្គម្ចាស់ហើយក៏បានជម្រាបសួរទៅកាន់យូយើងធ្វើឲ្យយូយើងនិងព្រះអង្គម្ចាស់មានការញាក់ផ្អើលជាខ្លាំងហើយរឿងយើងមិនទាន់បានដឹងអ្វីផងក៏បានចប់នៅត្រឹមនឹងចាំទស្សនានៅភាពបន្តទៅខ្ញុំមិនដឹងថាកាលណាចេញទេព្រោះមួយវីដេអូនេះគឺខ្ញុំប្រើរយៈពេលមួយអាទិត្យដើម្បីសម្រាយហើយនឹងកាត់ចាសូមអរគុណ